ជំរាបសួរអ្នកទាំងអស់គ្នា Hello Guten Tag aus Deutschland ថ្ងៃនេះយើងមករៀនភាសាអាល្លឺម៉ង់បន្ថែមទៀតរៀនតិចតិចគន្លឹះខ្លីៗអញ្ចឹងថ្ងៃមុនយើងរៀនជញ្ជាក់អីខ្លះៗហើយតិចនិចថាជញ្ជាក់នោះវាមានសំឡេងខុសគ្នាបែបនេះអញ្ចឹងណាថ្ងៃនេះខ្ញុំប្រាប់ពីជញ្ជាក់មួយទៀតគឺជញ្ជាក់ S សម្រាប់ជញ្ជាក់ S គឺមានសំឡេងពីរសំឡេង S ឬក៏សំឡេង Z អញ្ចឹងក្នុងករណីដែល S មានសំឡេង S គឺ S អត់មាននៅជាប់ខាងមុខជាមួយនឹងស្រៈទេអញ្ចឹងស្រៈយើងមាន A A E A U E U U អញ្ចឹងណាជាប់ស្រៈអញ្ចឹងសំឡេង Z តែបើសិនជាវានៅបន្ទាប់ពីស្រៈឬក៏នៅខាងចុងទេ S ហ្នឹងគឺសំឡេង S ឧទាហរណ៍ដូចជា Sophia Sophia ចឹង S ហើយ O O គឺជាស្រៈតមកទៀតគឺ Zona 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 S O O ហ្នឹងគឺជាស្រៈចឹង S នៅជួបស្រៈ S សំឡេង Z មួយទៀតគឺ Sehr gut Sehr gut Sehr gut Sehr Sehr S ទៅជាសំឡេង Z Sehr S A A ហ្នឹងគឺជាស្រៈ Sehr gut មួយទៀតគឺ super 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 ឃើញអត់គឺសំឡេង Z super អញ្ចឹងកន្លែងហ្នឹងគឺជាស្រៈអញ្ចឹងយើងមកមើល S ដែលមានសំឡេង S វិញឧទាហរណ៍ដូចជាពាក្យ post 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 មួយទៀតគឺ Carsten Carsten អញ្ចឹងវាអត់មាននៅស្រៈនៅជាប់វានៅជាប់ដែរប៉ុន្តែ S ហ្នឹងគឺនៅបន្ទាប់ពីស្រៈមិនមែនឯហើយបានស្រៈទេអញ្ចឹងវាជាសំឡេង S ធម្មតាមួយវិញទៀតគឺពាក្យដែលមានជញ្ជាក់ពីរជាប់គ្នាដូចគ្នាជញ្ជាក់ពីរដូចគ្នាហើយនៅជាប់គ្នាឧទាហរណ៍ដូចជា Anna Anna ក្នុងភាសាអង់គ្លេសយើងអាចរៀនប្អូសត្រូវហើយពេលនៅពេលដែលមានជញ្ជាក់ពីរដូចគ្នាហៅថា double ចានេះយើងអានខ្លី Anna Anna ចឹងមាន N ពីរ Anna មួយទៀតគឺ Emma 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 ចឹងយើងមាន double N តែយើងអាន Emma 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 អានកុំប្អូសមួយទៀតគឺ Dan 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 ហើយនឹង willkommen willkommen ដូចជា herzlich willkommen kommen willkommen យើងមាន double M ហើយពាក្យមួយទៀតគឺ hello 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 យើង double L យើងអាន hello ទេអង់គ្លេសអាន hello ទេមាន double L ទៅ hello hello យើងអានខ្លីបំផុតហើយភេទមួយទៀតគឺ asset asset គឺមានសំឡេង S ឧទាហរណ៍នៅក្នុងពាក្យ heißen ich heiße sie heißen heißen សំឡេង S ឬក៏ក្នុងការសរសេរគេសរសេរ double S ក៏បានដែរ asset ហ្នឹងគឺស្មើទៅនឹង double S S ពីរដងហើយសម្រាប់ជញ្ជាក់ epsilon ពេលដែលវាឈរនៅខាងមុខពាក្យអញ្ចឹង epsilon ហ្នឹងគឺមានសំឡេង គឺសំឡេង តែបើសិនជា epsilon ហ្នឹងនៅខាងចុងពាក្យគឺសំឡេង E ឧទាហរណ៍ដូចជា Gymnasium Gymnasium Physik Symbol System Typisch នេះគឺជាសំឡេង epsilon នោះវានៅខាងចុងមានសម្បូរច្រើនណាស់តែឥឡូវខ្ញុំរត់អត់ឃើញតែដឹងថានៅខាងចុងគឺសំឡេង E ខាងដើមគឺសំឡេង U ចឹងថ្ងៃនេះយើងរៀនតែប៉ុណ្្នេះសិនទេគឺជាអ្វីដែលសំខាន់ក្នុងចឹងអរគុណច្រើនអ្នកទាំងអស់គ្នាសូមអ្នកទាំងអស់គ្នាពេញចិត្តវីដេអូនេះ
ការរៀនភាសាអាល្លឺម៉ង់ក៏សូមជួយចុច like follow comment ហើយតាមដានវីដេអូបន្តទៀតអរគុណច្រើនជំរាបលាចា Cheers